មានថ្ងៃមួយចៅសុកធ្វើដំណើរទៅកាប់អុសនៅក្នុងព្រៃលុះទៅដល់ព្រៃបានឃើញខ្លាធំមួយស្លាប់នៅក្បែរដំបូកច្រកផ្លូវចូលចៅសុកពិនិត្យមើលសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរុនពស់មួយចៅសុកមានចិត្តអាណិតចំពោះសត្វខ្លាក៏ស្រាយថង់យាមយកថ្នាំមកលាបលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំក៏មានចិត្តខឹងខ្លាំងណាស់ហើយស្ដីឲ្យថាណែឯងយកអ្វីមកលាបលើខ្លួនយើងនឹងប្រឡាក់យើងអស់ហើយបុរសនោះឆ្លើយថាទេខ្ញុំបានឃើញបងឯងស្លាប់ដោយពស់ចឹកហើយខ្ញុំក៏បានយកមកលាបឲ្យបងឯងបានរស់តើខ្លាថាអញគ្មានបានស្លាប់អ្វីទេវើយពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលនឹងចៅសុកមានចិត្តភ័យតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងព្រោះខ្លាខឹងខ្លាំងហើយគំរាមស៊ីគាត់ចៅសុកបានអង្វរខ្លាថាបងអើយអាណិតយើងផងកុំអាពិឃាតយើងចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេមកជួយដោះស្រាយសិនណាមួយដោះស្រាយឲ្យដាច់ស្រេចសិនទើបយើងអស់ចិត្តរៀងខ្លួនខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកដើរត្រឡប់ទៅវិញដើម្បីដើររកអ្នកមានប្រាជ្ញាឲ្យជួយកាត់សេចក្តីឲ្យខ្លួនក៏ប្រទះឃើញសេះនិងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយរកខុសត្រូវឲ្យខ្ញុំផងខ្លាដែលត្រូវបានពស់ចឹកត្រូវខ្ញុំជួយលាបថ្នាំឲ្យរស់ឡើងវិញបែរជាចង់ប្រហារខ្ញុំទៅវិញដោយចោទថាធ្វើឲ្យប្រឡាក់ខ្លួនគេអស់ហើយសត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតទៅត្រូវតែទៅកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំខានក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយគួរឲ្យខ្លាស៊ីទៅចៅសុករត់តែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់ចៅសុកថាឲ្យនាំខ្លួនទៅកន្លែងកើតហេតុហើយនិយាយអង្វរខ្លាទៀតទៅសុំខ្លួនទៅជួយលុះទៅដល់ហើយសុភាទន្សាយក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់តោះគ្នាពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងស៊ីគាត់ជាអាហារចុះខ្លាក៏ទៅដេកតាមបង្គាប់ពស់ក៏ចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតអីប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញទៅ